រឿងមនុស្សលោកកាលពីព្រេងនាយមានកុមារីម្នាក់អាយុ14ឆ្នាំបានចេញដើរទៅរកដំឡូងនៅក្នុងព្រៃធំដែលមានដំបូកមួយមានរូងជ្រៅកុមារីទៅជីកដំឡូងនៅជើងដំបូកជីកបានបន្តិចក៏របូតផ្លែចោបជ្រូកទៅក្នុងរូងនោះនាងមិនដឹងធ្វើដូចម្ដេចក៏ស្រែកប្រកាសថាលោកអ្នកណាអើយជួយយកផ្លែចោបឲ្យខ្ញុំបានខ្ញុំនឹងសងគុណលោកមួយរំពេចនោះមានខ្លាចាស់ដំបៅក្បាលរុយបែងដង្កូវចុះកក្រិចចេញមកពីក្នុងព្រៃហើយសន្យាថានឹងយកផ្លែចោបឲ្យលុះត្រាតែនាងនោះរកចៃឲ្យខ្លួនកុមារីនោះយល់ព្រមខ្លាក៏យកផ្លែចោបបានពីក្នុងរូងឲ្យទៅនាងហើយនាងក៏យកបន្លាមកឆ្កឹះដង្កូវក្នុងដំបៅក្បាលខ្លាខ្លាចេះតែសួរនាងថានាងដំបៅតាស្អុយឬក្រអូបដំបៅនេះស្អុយណាស់ប៉ុន្តែនាងចេះតែឆ្លើយប្រាប់ទៅវិញថាក្រអូបណាស់លោកតាលោកឆ្កឹះដង្កូវអស់ទៅខ្លាបាត់ឈឺបាត់រមាស់ហើយប្រាប់ទៅនាងថាចៅយកជាលមួយមកតានឹងដាក់ដំឡូងឲ្យនាងនោះយកជាលមួយមកឲ្យខ្លាដាក់សុទ្ធតែមាសប្រាក់ពេញជាលចងមាត់ជាលជាប់ហើយផ្ដាំថាពេលទៅដល់ផ្ទះហើយបងប្អូនមកជុំបិទទ្វារឲ្យចិត្តសម្បើកនាងនោះលាខ្លាដើរទៅដល់ផ្ទះហើយបងប្អូនមកជុំរួចក៏បើកជាលដល់បើកមើលទៅបានសុទ្ធតែមាសនិងប្រាក់ហើយក៏ចែកគ្នាទៅលុះយូរបន្តិចរឿងនោះដឹងដល់ស្រីឯទៀតដែលមានកូនក្រមុំក៏ប្រើឲ្យកូនខ្លួនទៅជីកដំឡូងដើម្បីជួបខ្លាដោយធ្វើឲ្យដូចនាងមុននឹងបានមាសចែកគ្នាលុះបានទៅដល់កូនស្រីនោះបានជួបនឹងខ្លាក៏ធ្វើជាជឹកចប់ហើយនិយាយថាលោកអ្នកណាយកចប់ឲ្យខ្ញុំបានខ្ញុំនឹងដឹងគុណលោកខ្លាឮហើយក៏យកមកឲ្យរួចឲ្យនាងនោះចាប់ដង្កូវឲ្យខ្លាសួរដូចពីមុនថានាងដំបៅតាស្អុយឬក្រអូប
នាងឆ្លើយថាស្អុយណាស់ខ្លាឮដូច្នេះក៏បង្គាប់ឲ្យនាងយកជាលមកឲ្យខ្លួនហើយចាប់សត្វតែពុះវែកដាក់ពេញជាលរួចប្រាប់ថានាងយកទៅផ្ទះហៅបងប្អូនមកជុំបិទទ្វារឲ្យចិត្តសម្បើនាងនោះទៅដល់ផ្ទះហើយប្រាប់ម្ដាយអរណាស់ឲ្យបងប្អូនមកជួបជុំរួចបិទទ្វារហើយក៏បើកជាលមើលពោះវែកចេញមកចឹកមនុស្សទាំងនោះស្លាប់អស់ទៅ